សូមស្វាគមន៍មកកាន់វិស័យ Sharing Hub រីករាយដែលបានជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងអត្ថបទដែលមានចំណងជើងថាសុខចិត្តធ្វើអ្វីដែលអ្នកស្រឡាញ់ជាកូនសោនៃជោគជ័យទី1តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនស្រឡាញ់អ្វីដែលអ្នកធ្វើឬទេតើអ្នកមានការងារតែកំពុងអស់កម្លាំងចិត្តឬតើអ្នកធ្វើតែមកបោកប៉ុន្តែមិនមានសេចក្តីរីករាយមែនទេតើអ្នកគិតថាខ្ញុំមិនស្រឡាញ់អ្វីដែលខ្ញុំធ្វើដែរឬទេបើអ្នកមិនស្រឡាញ់អ្វីដែលអ្នកធ្វើអ្នកនឹងពិបាកក្នុងការជោគជ័យណាស់ទី2តើអ្នកអាចធ្វើអ្វីដើម្បីរកឃើញសេចក្តីសុខផ្លូវចិត្តក្នុងការងារដែរឬទេស្វែងរកអត្ថន័យក្នុងអ្វីដែលអ្នកធ្វើមិនថាអ្នកធ្វើអ្វីក៏ដោយអ្នកអាចបង្កើតគុណតម្លៃបានចូលមើលអត្ថន័យរបស់ការងារអ្នកពីក្រមសីលធម៌និងគុណតម្លៃបន្ថែមអារម្មណ៍ចូលក្នុងការងារចង់ឲ្យអ្វីសប្បាយរីករាយត្រូវផ្ដល់កម្លាំងចិត្តទាំងស្រុងទៅលើវារកវិធីបង្កើតភាពរីករាយក្នុងអ្វីដែលអ្នកធ្វើបើអ្នកមិនចូលចិត្តការងារដែលមានត្រូវស្វែងរកអ្វីដែលអ្នកស្រឡាញ់មិនចាំបាច់បោះបង់ការងារបច្ចុប្បន្នតែអាចផ្លាស់ប្ដូរជំហានបន្តិចម្ដងស្វែងរកអាជីពដែលអ្នកស្រឡាញ់និងមានតម្លៃទី3ចូលចងចាំថាការងារមិនមែនគ្រាន់តែជាការធ្វើតែជាអ្វីដែលអ្នកបង្កើតសម្រាប់អនាគតនៅថ្ងៃខាងមុខការងារច្រើនមិនធ្វើឲ្យអ្នកនឿយហត់តែការងារដែលអ្នកមិនស្រឡាញ់នឹងបណ្ដាលឲ្យអ្នកធុញទ្រាន់ Steve Jobs បើអ្នកចូលចិត្តអ្វីដែលអ្នកធ្វើអ្នកនឹងមិនចង់ឈប់សូម្បីតែមួយថ្ងៃខំជឿចូលស្វែងរកអ្វីដែលអ្នកស្រឡាញ់រួចហើយបង្កើតជីវិតដែលមានតម្លៃចូលរួមចែករំលែកអត្ថបទនេះជាមួយវិស័យ Sharing Hub ដើម្បីចែករំលែកចំណេះដឹងទៅដល់អ្នកដទៃបានដឹងផងសូមអរគុណទៅដល់លោកអ្នកដែលបានតាមដានវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរលោកអ្នកមានសុខភាពល្អទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈជួបគ្នានៅវីដេអូក្រោយក្នុងពេលឆាប់នេះសូមជួយ Subscribe ចុច Like និង Share បើសិនជាលោកអ្នកចូលចិត្តវីដេអូនេះ